ផ្ទះគ្រូបង្រៀនសាលាដូងនៅភ្នំគិរីរម្យតម្រូវឲ្យរុះរើក្នុងរយៈពេល14ថ្ងៃខណៈស្ថាបនិកកំពុងតល់ច្រកស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យបង្ហាញភាពតល់ច្រកចំពោះការជូនដំណឹងឲ្យរុះរើផ្ទះគ្រូបង្រៀនឬដែលលោកសាងសង់ជាលក្ខណៈ homestay ដោយអាជ្ញាធរទើបរកឃើញថាត្រូវបានសាងសង់បិទផ្លូវសាធារណៈកាលពីឆ្នាំ2018ហើយឲ្យរុះរើក្នុងរយៈពេល14ថ្ងៃយោងតាមលិខិតកាលពីថ្ងៃទី22ខែកក្កដារបស់ប្រតិបត្តិការសឹករោងកំពង់ស្ពឺបានឲ្យដឹងថាមានករណីសំណង់អនាធិបតេយ្យ29ករណីដែលក្នុងនោះបូករួមទាំងផ្ទះគ្រូបង្រៀនឬផ្ទះលំហែ5ទីតាំងរបស់សាលាដូងផងដែរដែលបានសាងសង់រំលោភលើទីតាំងប្រវត្តិសាស្ត្រយោធាតេជោភ្នំគិរីរម្យបើតាមលិខិតរបស់ប្រតិបត្តិការសឹករោងកំពង់ស្ពឺបញ្ជាក់ថាករណីរំលោភភាគច្រើនកើតមាននៅចុងឆ្នាំ2025និងដើមឆ្នាំ2026ចំណែកផ្ទះលំហែរបស់ម្ចាស់សាលាដូងត្រូវបានសាងសង់លើផ្លូវសាធារណៈតាំងពីឆ្នាំ2018លោកអ៊ុនវ៉ាន់ដេស្ថាបនិកសាលាដូងថ្លែងថាលោកមានការភ្ញាក់ផ្អើលនឹងកំពុងតល់ច្រកដាស់ថ្មីនេះលោកបានឃើញលិខិតចុះថ្ងៃទី13សីហារបស់ការិយាល័យឧទ្យានជាតិគិរីរម្យត្រូវបានយកមកបិទនៅលើជញ្ជាំងផ្ទះដោយតម្រូវឲ្យរុះរើក្នុងរយៈពេល14ថ្ងៃលិខិតជូនដំណឹងបញ្ជាក់ថាក្នុងករណីមិនរុះរើក្នុងការកំណត់វិធានការផ្លូវច្បាប់តាមក្រមបរិស្ថាននឹងត្រូវបានយកមកអនុវត្តលោកក៏បានបន្តថាសាលាដូងមិនមានបញ្ហាទេប៉ុន្តែបញ្ហាជាក់ស្ដែងគឺផ្ទះគ្រូបង្រៀនចំនួន5ដែលសាងសង់ដើម្បីបញ្ជាកុំឲ្យមានការស្នាក់នៅលាយឡំគ្នារវាងសាលារៀនបង្រៀនក្មេងនិងការស្នាក់នៅរបស់គ្រូដែលមានគ្រូជនជាតិខ្មែរនិងជនជាតិបរទេសលោកថាក្រោយពេលសាងសង់ជិត10ឆ្នាំទើបឃើញការជូនដំណឹងហើយលោកក៏មិនដឹងរើទៅទីណាទេប្រសិនបើគ្មានការជួយជ្រោមជ្រែងពីភាគីពាក់ព័ន្ធសាលាដូងរបស់លោកដែលមានសិស្សជាង160នាក់មកពីតំបន់ជុំវិញនេះនឹងត្រូវបិទទ្វារលោកថាគ្រូបង្រៀនមិនអាចបោះតង់ដើម្បីមកបង្រៀនសិស្សបានទេផ្ទះគ្រូបង្រៀនស្ថិតនៅដី12គុណនឹង30ម៉ែត្រសាងសង់ឡើងដើម្បីឲ្យមានភាពដាច់ពីគ្នារវាងការស្នាក់នៅរបស់គ្រូនិងសិស្សក្រីក្រនៅតំបន់នេះតើ10ឆ្នាំមកនេះសាលាដូងមិនអាចបំពេញចិត្តមូលដ្ឋានសោះឬយ៉ាងណាទើបមិនមានការពិភាក្សាគ្នាហើយចេញមកគាត់ឲ្យយើងរុះរើតែម្ដងលោកចង់ឃើញមានដំណោះស្រាយមួយនោះគឺការចេញលិខិតធានាដល់លោកដែលបញ្ជាក់ថាលោកអាចរក្សាទីតាំងនេះនិងបន្តបេសកកម្មរបស់លោកដោយបញ្ជាក់ថាដីនេះជាដីរបស់រដ្ឋលោកបញ្ជាក់ថាលោកឡើងទៅបង្រៀននេះមិនមែនដើម្បីទៅចាប់ដីរដ្ឋនោះទេ